មល្បីផងណាបងប្អូនបាទរឿងនេះពិភពលោកកំពុងតែចាប់អារម្មណ៍មែនតើបាទគឺធ្វើឲ្យអ្នកទេសចរដែលនៅក្នុងពិភពលោកចាប់ផ្ដើមព្រួយបារម្ភលេខជាមកលេខសៀមបាទនៅរឿងទី1រឿងទី2កាលពីនាយករដ្ឋមន្ត្រីប្រធានាធិបតីកូរ៉េខាងត្បូងគាត់និយាយអំពីដែលនិស្សិតម្នាក់ស្លាប់ត្រូវបានប្រទេសសៀមយកពាក្យរបស់គាត់នឹងយកទៅផ្សាយពលឹះបងប្អូនណានិយាយថាកម្ពុជាយើងគឺជាទីក្រុងក្រិតកម្មជាដើមបាទប៉ុន្តែគាត់អត់បាននិយាយចឹងទេប្រធានាធិបតីកូរ៉េខាងត្បូងគាត់អត់បាននិយាយចឹងទេហើយគាត់ឲ្យស្ថានទូតកូរ៉េនៅប្រទេសថៃនឹងចាត់ការទៅលើសារព័ត៌មានថៃទាំងអស់ដែលយកសម្ដីរបស់គាត់ទៅបកនិយាយពលឹះណាបងប្អូនបាទឲ្យកែតម្រូវឡើងវិញបើមិនចឹងទេគាត់អាចស្ថានទូតកូរ៉េនៅប្រទេស